1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 20 turn អញ្ចឹងយើងរុំ20ជុំសម្រាប់យើងធ្វើតេស្តបើយើងចង់ដឹងថាដុំនេះគេរុំប្រហែលជុំមួយវល់អានេះភ្លេចខ្លួនឆក់អញ្ចឹងយើងកាច់ទៅ10មកបានហើយព្រោះយើងរុំដឹងតែចេញតិចហើយអញ្ចឹង4វល់20ជុំនេះគឺស្មើនឹង4វល់អញ្ចឹងគេរុំប្រហែលជុំ1វល់យើងត្រូវធ្វើម៉េចយើងយក20ជុំនេះឯង20ជុំនេះចែកឲ្យ4ឃើញទេចែកឲ្យ4វល់អញ្ចឹង4ប្រហែល4 5ដង20អូខេ4 5ដង20មក0អញ្ចឹងគឺស្មើនឹង5ជុំ1វល់អូខេអញ្ចឹងក្នុង1វល់គឺគេរុំ5ជុំ